អ៊ុយក្រែនធ្ងន់កហើយក្រោយវាយប្រហារមូលដ្ឋានអាកាសនិងបំផ្ទុះស្ពានធ្វើឲ្យពូទីនក្រពុលមុខបើកការវាយប្រហារសងសឹកយ៉ាងចាស់ដៃបន្ទាប់ពីអ៊ុយក្រែនទទួលស្គាល់ថាការបំផ្ទុះស្ពានគ្រីមៀក្នុងការវាយលុកដោយដ្រូនក្នុងប្រតិបត្តិការសំណាញ់ពីពីងផ្ដោតលើមូលដ្ឋានទ័ពអាកាសជាច្រើនកន្លែងស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ីកាលពីថ្ងៃអង្គារគឺជាស្នាដៃរបស់ខ្លួនធ្វើឲ្យរុស្ស៊ីក្តៅស្លឹកត្រចៀកបើកការសងសឹកយ៉ាងចាស់ដៃវិញភ្លាមមិនទុកយូរនៅឡើយដោយបាញ់ស្រោចទូទាំងប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារបណ្ដាលឲ្យមានមនុស្សស្លាប់និងបង្កការខូចខាតធំធេងនៅស្រុក Kramatorsk នៃតំបន់ Donetsk មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ចំនួន3នាក់និងរបួស2នាក់ដោយសារគ្រាប់រុស្ស៊ីចំណែកឯ Kharkiv មានមនុស្សម្នាក់ស្លាប់និងរងរបួសម្នាក់ខណៈដែល Chernihiv ក៏មានមនុស្សស្លាប់និងរបួសផងដែរប៉ុន្តែមិនបង្ហាញអំពីតួលេខជាក់លាក់នោះឡើយការសងសឹករបស់លោកពូទីនកើតឡើងបន្ទាប់ពីអ៊ុយក្រែនបានបើកការវាយលុកដោយដ្រូនក្នុងប្រតិបត្តិការសំណាញ់ពីពីងផ្ដោតលើមូលដ្ឋានទ័ពអាកាសជាច្រើនកន្លែងស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ីការវាយប្រហារនេះត្រូវបានគេរាយការណ៍ថាបានបំផ្លាញនិងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់យន្តហោះយោធារុស្ស៊ី Tu-95, Tu-22M, Tu-160 និង A-50 ជាង40គ្រឿងដែលមានតម្លៃប្រមាណ$7,000 លានប្រតិបត្តិការសំណាញ់ពីពីងត្រូវអ៊ុយក្រែនចំណាយពេលអស់1ឆ្នាំកន្លះសម្រាប់ការរៀបចំដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោកប្រធានាធិបតី Volodymyr Zelensky ដ្រូនអ៊ុយក្រែនត្រូវដឹកជញ្ជូនទៅប្រទេសរុស្ស៊ីតាមរយៈប្រអប់កុងតឺន័រឈើដាក់លើរថយន្តដឹកទំនិញគូបញ្ជាក់ថាគណៈប្រតិភូរុស្ស៊ីអ៊ុយក្រែនបញ្ចប់ការចរចាស្វែងរកសន្តិភាពដែលរៀបចំនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទូគីការចរចានេះចាយពេលអស់ជាង1ម៉ោងប៉ុន្តែមិនសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនោះឡើយយ៉ាងណាភាគីទាំងសងខាងឯកភាពគ្នាលើ2ចំណុចនោះគឺការដោះដូរឆ្លើយសឹកទ្រង់ទ្រាយធំនិងការប្រគល់សពទាហានដើម្បីយកទៅបញ្ចុះសពឲ្យបានសមរម្យ